សួស្តីប្រិយមិត្តដែលកំពុងតាមដានព័ត៌មានជាមួយនឹង Channel YouTube Mr. 855 នៅពេលនេះដែរខ្ញុំបានក៏សូមជូនព័ត៌មានមួយដែលទាក់ទិនទៅនឹងលទ្ធផលបឋមនៃការបោះឆ្នោតគណៈបកប្រជាជនកម្ពុជាបន្តឈ្នះក្នុងការបោះឆ្នោតជ្រើសរើសក្រុមប្រឹក្សាឃុំសង្កាត់អាណត្តិទី4ភ្នំពេញលទ្ធផលបឋមដែលទទួលបានពីតាមបណ្ដាខេត្តនានាបានឲ្យដឹងថាគណៈបកប្រជាជនកម្ពុជាបានបន្តឈ្នះដោយគ្រប់គ្រងឃុំសង្កាត់ភាគច្រើនជាថ្មីម្ដងទៀតក្នុងចំណោមឃុំសង្កាត់សរុប1646ឃុំសង្កាត់នៅទូទាំងប្រទេសសម្រាប់ការបោះឆ្នោតជ្រើសរើសក្រុមប្រឹក្សាឃុំសង្កាត់អាណត្តិទី4នៅថ្ងៃទី4ខែមិថុនាឆ្នាំ2017នេះមន្ត្រីគូជបបានប្រាប់អង្គភាពព័ត៌មាន Fresh News ឲ្យដឹងថាអ្នកបានទៅបោះឆ្នោតមានចំនួន6សែន6លាន743,229 នាក់ស្មើនឹង 85.74% នៅក្នុងចំណោមប្រជាពលរដ្ឋដែលមានឈ្មោះក្នុងបញ្ជីបោះឆ្នោតសរុបជាង7លាន7.8លាននាក់នាយឧត្តមសេនីយ៍ណេតសាវឿនអគ្គស្នងការនគរបាលជាតិបានប្រាប់បណ្ដាញព័ត៌មាន Fresh News ឲ្យដឹងថាបញ្ហាសន្តិសុខនៅតាមការិយាល័យបោះឆ្នោតទូទាំងប្រទេសបានដំណើរការយ៉ាងល្អប្រសើរមិនមានអ្វីកើតឡើងខុសប្រក្រតីនោះទេនាយឧត្តមសេនីយ៍បានបញ្ជាក់ថាកម្លាំងសមត្ថកិច្ចទាំងអស់ដែលយាមកាមការិយាល័យបោះឆ្នោតនីមួយៗបានប្រព្រឹត្តទៅយ៉ាងល្អប្រសើរដោយគ្មានអំពើហិង្សាណាមួយកើតឡើងនោះឡើយការរៀបចំការបោះឆ្នោតជ្រើសរើសក្រុមប្រឹក្សាឃុំសង្កាត់អាណត្តិទី4នៅទូទាំងប្រទេសកម្ពុជាបានបិទបញ្ចប់នៅវេលាម៉ោង3រសៀលថ្ងៃទី4ខែមិថុនាឆ្នាំ2017ដោយមានការរិយាល័យបោះឆ្នោតជាង 20,000 កន្លែងបាទប្រិមិត្តជាទីមេត្រីនេះគឺជាចំនួនបណ្ដោះអាសន្ននៃអ្នកដែលបានទៅបោះឆ្នោតជ្រើសរើសក្រុមប្រឹក្សាឃុំសង្កាត់អាណត្តិទី4នៅថ្ងៃអាទិត្យទី4ខែមិថុនាឆ្នាំ2017ប្រិមិត្តជាទីមេត្រីសម្រាប់ព័ត៌មានដែលទាក់ទិនទៅនឹងលទ្ធផលបឋមនៃការបោះឆ្នោតគណៈបកប្រជាជនកម្ពុជាបន្តឈ្នះក្នុងការបោះឆ្នោតជ្រើសរើសក្រុមប្រឹក្សាឃុំសង្កាត់អាណត្តិទី4ដែលខ្ញុំបានធ្វើការអធិប្បាយនៅពេលនេះក៏ឈានមកដល់ទីបញ្ចប់ផងដែរអរគុណក្នុងការចំណាយពេលវេលាដ៏មានតម្លៃតាមដានព័ត៌មានជាមួយនឹង Channel YouTube Mr. 855នៅពេលនេះដែរខ្ញុំបាទក៏សូមអរគុណនិងសូមជម្រាបលា